សួស្តីវីដេអូថ្មីហើយមកកាន់ប្រធានបទ sich vorstellen មានន័យថាការណែនាំខ្លួនបងប្អូនអញ្ចឹង sich vorstellen អញ្ចឹងបើបងប្អូនចង់រៀនផ្ទាល់លម្អិតសូមបងប្អូនតាក់ទងតាមលេខដូចខាងក្រោមបងប្អូនណានេះគឺជាការធ្វើបទបង្ហាញរបស់ខ្ញុំបាទទេហើយខ្លីៗមិនបានលម្អិតទេបងប្អូនសូមអធិស្ឋានអញ្ចឹងគឺការណែនាំខ្លួនរបស់យើងជាភាសាអាល្លឺម៉ង់យើងប្រើប្រាស់អីគេខ្លះបងប្អូនទី1យើងមានពាក្យថាឈ្មោះគឺ Name ich heiße ឬក៏យើងនិយាយថា mein Name ist អូខេចុះបើយើងចង់សួរគេ wie heißt du ឬក៏ទម្រង់គួរសម wie heißen Sie បាទតើលោកឈ្មោះអ្វីដែរតមកទៀតយើងចង់ដឹងថាគេមកពីទីណាស្រុកកំណើតរបស់គេនៅទីណាណាich komme aus ខ្ញុំមកពីឧទាហរណ៍ ich komme aus Kambodscha oder ich komme aus Deutschland ich wohne in Phnom Penh oder ich wohne in Berlin អូខេខ្ញុំរស់នៅក្នុងប្រទេសកម្ពុជាឬក៏ខ្ញុំរស់នៅក្នុងទីក្រុង Berlin ឬក៏ភ្នំពេញហើយបើសិនជា ich komme aus មានន័យថាខ្ញុំមកពី ich komme aus Kambodscha ខ្ញុំមកពីប្រទេសកម្ពុជា aus កន្លែងនេះវាជា preposition បញ្ជាក់ថាពីទីណាដែលយើងមកវាជា Herkunft ណាអូខេទៅមុខមួយទៀតឧទាហរណ៍ការសន្ទនាជាក់ស្ដែងអញ្ចឹងគឺសន្ទនា2ណារវាង Anna ហើយនិង Lucas Hallo ich heiße Anna wie heißt du Hallo Anna ich bin Lukas ich komme aus Deutschland und du ich komme aus Kambodscha aber ich wohne jetzt in Berlin បកប្រែថាខ្ញុំឈ្មោះអាណាតើឯងឈ្មោះអីសួស្តីអាណាខ្ញុំឈ្មោះ Lucas ឬខ្ញុំគឺជា Lucas ខ្ញុំមកពីប្រទេសអាល្លឺម៉ង់ចុះឯងវិញខ្ញុំមកពីប្រទេសកម្ពុជាប៉ុន្តែឥឡូវនេះខ្ញុំរស់នៅក្នុងទីក្រុង Berlin ខាងក្រោមនេះគឺជាការគួរសម Herr Schmidt ដោយសារគួរសមណា Frau Müller ឧទាហរណ៍ Guten Tag mein Name ist Schmidt wie heißen Sie គាត់និយាយថា Guten Tag Herr Schmidt ich heiße Müller freut mich Sie kennenzulernen freut mich មានន័យថារីករាយដែលបានស្គាល់លោករីករាយដែលបានស្គាល់លោកណា ich heiße Müller ខ្ញុំឈ្មោះ Müller ខ្ញុំរីករាយដែលបានស្គាល់លោកអូខេទៅមុខមួយទៀតអញ្ចឹងបងប្អូនធ្វើលំហាត់តិចមក Hallo ich ចុច Lucas តើបងប្អូនយកពាក្យអីគេឈ្មោះណានេះកន្លែងនេះគឺឈ្មោះហើយអញ្ចឹងបើឈ្មោះយើងត្រូវយកកិរិយាសព្ទអីគឺ heiße អញ្ចឹងយើងចាប់អូសមកដាក់មក heiße អូខេត្រឹមត្រូវបន្តមកទៀត wie ហើយនឹង sie អញ្ចឹងគេប្រកាសជាសួរថាតើលោកឈ្មោះអីហើយអញ្ចឹង wie កិរិយាសព្ទអីបងប្អូន sie ប្រើជាមួយនឹង heißen បានត្រូវណាអញ្ចឹងយើងអូស heißen មកដាក់មកត្រឹមត្រូវតបមកមួយទៀតយើងមើល ich komme ចុច Cambodia គឺមានន័យថាខ្ញុំប្រកាសជាមកពីកម្ពុជាអញ្ចឹងយើងបំពេញពាក្យ preposition ពីអញ្ចឹងពីគឺមកពីគឺប្រកាសជា aus ណា aus ich komme aus Kambodscha យល់ទេអ្នកនរមួយទៀត mein របស់ខ្ញុំចុចគឺជា Frau Müller ប៉ុន្តែគេអត់ដែលប្រើពាក្យ Frau នឹងពីមុខទេអញ្ចឹងលោកគ្រូនឹងថាគេមិនប្រើទេណាចំពោះយើងហៅឈ្មោះខ្លួនយើងមិនដែលថាខ្ញុំគឺជាលោកស្រី Müller គេអត់ហៅអញ្ចឹងទេណាអញ្ចឹង mein Name ist Frau Müller ប៉ុន្តែលោកគ្រូសូមលុប
លុបនេះចោលណាលុបកន្លែង frau នេះចោលអញ្ចឹងមិនដាក់ទេណាមិនត្រឹមត្រូវទេយើងដាក់ត្រឹមតែ My name is Müller តែប៉ុណ្្នឹងបានហើយអូខេទី5 is ចុច in Phnom Penh ប្រកាសជារស់នៅហើយមិនអាចមកក្នុងទីក្រុងភ្នំពេញទេអញ្ចឹងខ្ញុំរស់នៅក្នុងទីក្រុងភ្នំពេញ Ich wohne in Phnom Penh យើងយក wohne មកដាក់មកបងប្អូនបាទត្រឹមត្រូវតបមកទៀតចប់អញ្ចឹងសូមអរគុណចំពោះការទស្សនារបស់បងប្អូនសូមបងប្អូនតាក់ទងបើសិនជាបងប្អូនចង់រៀនភាសាអាល្លឺម៉ង់ផ្ទាល់និងលម្អិតនិងរបៀបប្រឡងគឺតាមលេខទូរស័ព្ទនៅខាងក្រោមយើងមានគ្រប់ម៉ោងគ្រប់កម្រិតពី A1 A2 B1 និង B2 ណាបងប្អូនយើងរៀនតាមអនឡាញហើយមានយើងរៀនលម្អិតណាមិនមែនរៀនតាមវីដេអូនឹងអញ្ចឹងទេគឺយើងរៀនផ្ទាល់ណាយើងប្រើ Zoom ដើម្បីរៀនហើយលោកគ្រូបញ្ចេញ screen ទៅដូចអញ្ចឹងណាទាំងអ្នកគ្នាមើលការបង្រៀនអញ្ចឹងតាមស្តង់ដារអន្តរជាតិដែលគេរៀនណាបងប្អូនអរគុណច្រើនជម្រាបលា